ថ្ងៃសប្តាហ៍ទី1គាត់មកអូខេអញ្ចឹងវានឹងចេញសញ្ញាបែបនេះឈ្មោះទី2អត់មកទេវាចេញខ្វែងនេះមកខ្វែងមកមកអញ្ចឹងមកអូខេថ្ងៃនេះគាត់អត់មកថ្ងៃនេះគាត់មកថ្ងៃនេះគាត់មកថ្ងៃនេះគាត់អត់មកថ្ងៃនេះគាត់មកអូខេអញ្ចឹងយើងវាយលេខទៅគឺវាចេញសញ្ញានឹងឲ្យយើងជាស្វ័យប្រវត្តិឲ្យយើងមិនបាច់ចាំទៅរកដាក់ kick អីណាបាទសូមជម្រាបសួរបងប្អូនអរគ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំចង់ចែកម្លែកបងប្អូនអរគ្នាអំពីរបៀបអឺយើងអាចដាក់សញ្ញា tick ឬក៏សញ្ញាខ្វែងទៅលើវត្តមានសិស្សអញ្ចឹងណាជាការជំនួសមកវិញដោយការដាក់សៀសយគឺយើងអាចប្រើគាត់មកយើងដាក់គ្រេសទៅគាត់មកយើងដាក់ខ្វែងយើងទៅអញ្ចឹងណាអូខេអញ្ចឹងដើម្បីដាក់បែបហ្នឹងគឺយើងត្រូវធ្វើយ៉ាងម៉េចអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវមើលនៅកន្លែងនេះគឺជាកន្លែងដែលយើងត្រូវដាក់អញ្ចឹងអូខេអញ្ចឹងបងប្អូនអាចធ្វើការ select បន្លោះទាំងអស់ហ្នឹងមក select បែបនេះហើយបន្ទាប់មកទៀតបងប្អូនចូលមកកាន់ home បងប្អូននឹងឃើញកន្លែងconditional formatting នៅកន្លែងនេះអូខេបងប្អូនចុចចំហ្នឹងមកហើយយក new rule បន្ទាប់ពីយក new rule ហើយបងប្អូននឹងឃើញsorry នេះបងប្អូននឹងឃើញកន្លែងនេះវាដាក់ format cell based on their value បងចុចកន្លែងនេះមកយក icon set អូខេ icon set ហើយបងប្អូនកន្លែងនេះមិនបាច់ចាំនេះយើងយកទៅ show icon only មកអូខេហើយកន្លែងនេះយើងកំណត់ទៀតគឺយើងយកទម្រង់នេះខ្វែងហើយនឹងគ្រីសបែបនេះសិនយើងចង់បានអានេះគឺយកអានេះមកសិនយើងចង់បានបែបនេះគឺយកបែបនេះមកអញ្ចឹងណាឥឡូវខ្ញុំចង់បានមួយនេះអូខេហើយអានេះខ្ញុំអាចលុបចោលមួយខ្ញុំទុកទី2បានហើយចុចកន្លែងនេះយកពាក្យ no cell icon អញ្ចឹងវាសល់ទី2ឯងចានេះខ្ញុំអាចដូរមកដាក់ខ្វែងនេះអានេះខ្ញុំអាចលុបចោលអូខេប៉ុណ្ណឹងខ្ញុំដាក់ទី2នេះហើយតម្លៃនៅកន្លែងនេះខ្ញុំដាក់មកខ្ញុំវាយលេខ1អត់មកខ្ញុំវាយលេខ0អូខេអញ្ចឹងនៅពេលដែលមកយើងវាយលេខ1ទៅគឺវាចេញសញ្ញាគ្រីសនេះបើគាត់អត់មកយើងវាយលេខ0ទៅវាចេញសញ្ញាខ្វែងនេះអូខេបន្ទាប់ពីប៉ុណ្ណឹងហើយបងប្អូនចុចអូខេមកណាឥឡូវខ្ញុំថាអូឈ្មោះនេះថ្ងៃសប្តាហ៍ទី1គាត់មកអូខេអញ្ចឹងវានឹងចេញសញ្ញាបែបនេះឈ្មោះទី2អត់មកទេវាចេញខ្វែងនេះមកខ្វែងមកមកអញ្ចឹងមកអូខេថ្ងៃនេះគាត់អត់មកថ្ងៃនេះគាត់មកថ្ងៃនេះគាត់មកថ្ងៃនេះគាត់អត់មកថ្ងៃនេះគាត់មកអូខេអញ្ចឹងយើងវាយលេខទៅគឺវាចេញសញ្ញានឹងឲ្យយើងជាស្វ័យប្រវត្តិឲ្យយើងមិនបាច់ចាំទៅរកដាក់ kick អីណាអូខេអញ្ចឹងគឺវាចេញបែបហ្នឹងបងប្អូនអាចយកទៅប្រើប្រាស់សម្រាប់ការងាររៀនយកទៅការកត់វត្តមានបុគ្គលិកអីផ្សេងៗអញ្ចឹងណានេះបងប្អូនអាចប្រើប្រាស់វិធីសាស្ត្រហ្នឹងទៅយើងចុច1ចេញនេះ0ចេញខ្វែងអញ្ចឹងយើងអាចសរុបទៅលើព័ត៌មានថ្ងៃណាគាត់មកថ្ងៃណាគាត់អត់ហើយអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកបងប្អូនអរគ្នាហើយយើងជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទសូមអរគុណច្រើន